បាទសួស្តីបងជាងយើងទាំងអស់គ្នាថ្ងៃនេះធ្វើវីដេអូមួយទាក់ទងទៅនឹងការជួសជុលទូទឹកកកឲ្យស្តង់ដារបំផុតតាមស្តង់ដារបច្ចេកទេសបំផុតណាដោយសារតែបងជាពិសេសគឺដៃថ្មីដែលគាត់ទើបរៀនធ្វើហ្នឹងគឺគាត់ជួបនឹងបញ្ហាច្រើនធ្វើអត់តិចធ្វើមានបញ្ហាស្ទះអីគឺថាគ្រប់បែបយ៉ាងជាងវីដេអូមួយនេះគឺសម្រាប់ជូនជាងដៃថ្មីបាទអឺទូនេះដើមឡើយគឺវាលេចកញ្ច្រែងក្តៅគឺយើងបានដូរកញ្ច្រែងក្តៅពីដៃដាក់មកស្ពានហើយយើងបានតេស្តដោយប្រើសូត្រតេស្តសម្ពាធតិចទៅទៀតផ្សេងខាងក្តៅផ្សេងអញ្ចឹងទៅពីយើងរកឃើញថាវាអត់លេចធ្លាយទេគឺយើងហើយប្រេងកំសល់វាឡើង7ឬគឺយើងដូរប្រេងកំសល់មកមុខទៀតដូរ filter ថ្មីអញ្ចឹងគឺយើងធ្វើ vacuum តាមស្តង់ដារបច្ចេកទេសហើយទៅមកយើងធ្វើការបញ្ចូលហ្គាសគឺយើងបញ្ចូលដោយការថ្លឹងគឺមានជីមួយសម្រាប់ថ្លឹងហ្គាសហើយហ្គាសគឺលេខ600ហើយដើម្បីដឹងថាហ្គាសយើងត្រូវបញ្ចូលប្រមាណក្រាមគឺយើងទៅលើទូនេះគឺបើកទ្វារមកគឺនៅខាងក្នុងនេះគឺមាន label មួយបញ្ជាក់ថាប្រមាណក្រាមបាទដូចជារបបបាត់ទៅហើយរបបហើយតែវាមានសរសេរនៅខាងក្នុងគឺវាក៏ល្អហើយអញ្ចឹងគឺឧបករណ៍ដែលយើងត្រូវការមានគឺមួយគឺប្រាប់តែអង្សាសេនេះយើងឃើញថាវាបានដល់ដកជាងនេះគឺជាចំណុចទី1ចំណុចទី2គឺយើងមើលទៅលើអំពែម៉ែត្ររបស់យើងបាទយើងប្រើអំពែម៉ែត្រដើម្បីគីបតាមដានដំណើរការរបស់ទូទី3គឺយើងទៅមើលទៅលើសម្ពាធរបស់នៃអាកាសបាទមើលទៅសម្រាប់គេ600វាដើរនៅក្នុងស្ពេចនេះពេលនៃការវាប៉ុណ្ណេះទី4គឺយើងស្ទាបមើលទៅលើ filter បាទវាត្រូវមានកម្ដៅក្រៅតិចfilter នេះទី5គឺយើងមើលលើខាងបឺតជាងថាវាមានសិទ្ធិភាពត្រជាក់តិចបាទតិចទី6គឺយើងមើលទៅលើកម្ដៅរបស់ compressor មើលទេបាទនេះគឺ compressor ហ្នឹងគឺដាក់អត់ក្ដៅទេបាទឃើញទេដើរតែកម្ដៅតែ30អង្សាសេបាទសារតែវាធ្វើ start មិញហើយវាក្ដៅយើងមើលតាមហ្នឹងទៅទីចុងក្រោយគឺយើងមើលទៅលើទឹកនៅក្នុងនេះទឹកហ្នឹងទៅពីយើងតេស្តមួយយប់ពីរយប់មកវាកាត់តកពេលវាកាត់តកវាទឹកមកក្នុងកញ្ចែងក្ដៅអញ្ចឹងក្នុងនេះគឺមានទឹកអញ្ចឹងគឺក្នុងការតេស្តយើងមួយយប់មួយថ្ងៃគឺយើងឃើញថាទូនឹងវាដើរចូលស្តង់ដារវាគ្រប់ផ្នែកអស់ហើយទាំងផ្នែកទាំងគាសចំនួនគាសស្ថានភាពសពានាការគាសអំពែម៉ែត្រហើយនឹងវត្ថុសម្រាប់យើងពិសោធន៍នេះគឺយើងដាក់ទឹកមកដបធំនៅក្នុងនេះបាទទឹកនេះមានថាកករឹងល្អបាទកកឡើងទាំងប៉ោងដបតែម្ដងអញ្ចឹងគឺវាអូខេហើយអូខេហើយអញ្ចឹងសម្ភារៈដែលយើងធ្វើទូនេះគឺវាមានបាទប៉ុណ្្នឹងឯងបើយើងចង់ធ្វើតាមស្តង់ដារតែសម្រាប់បងមួយចំនួនគឺគាត់មានទឹកដៃល្អគឺគាត់ធ្វើមិនចាំបាច់ប្រើនឹងទេហើយប្រើអំពែម៉ែត្រមិនបាច់ប្រើជីងឆ្លងគាសចាំបាច់ប្រើប្រាប់បាច់សេសនភាពទេគាត់បញ្ចូល